សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែសិក្សាភាសាចិនតោះថ្ងៃនេះដែរខ្ញុំមានឃ្លាប្រយោគដែលតាក់ទងជាមួយនឹងការសម្ភាសនៅក្នុងក្រុមហ៊ុនមួយចឹងមកចែករំលែកជូនបងប្អូនទាំងអស់គ្នាតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកមើលឃ្លាប្រយោគដែលតាក់ទងជាមួយនឹងការសម្ភាសនៅក្នុងក្រុមហ៊ុនមួយចឹងណាជាមួយនឹងពាក្យដែលតែងតែជួបប្រទះនៅពេលដែលបងប្អូនទៅសម្ភាសនៅក្នុងក្រុមហ៊ុនចិនហើយអ្វីដែលខ្ញុំបានដកស្រង់នេះគឺមានន័យថាជាបទពិសោធន៍ដែលកាលពីមុនខ្ញុំធ្លាប់សម្ភាសនៅក្រុមហ៊ុនចិនអញ្ចឹងណាអញ្ចឹងខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងគ្នាតោះកុំឲ្យខាតពេលយូរយើងមកមើលឃ្លាប្រយោគយើងទាំងគ្នាអញ្ចឹងយើងមកមើលប្រយោគនេះមាន是句子អញ្ចឹងមានហៅប្រយោគដែលតាក់ទងជាមួយនឹងការសម្ភាសតោះយើងមកមើលទាំងអស់គ្នាអានេះក្នុងករណីយើងទៅបញ្ចូលទៅហើយយើងឃើញអ្នកសម្ភាសរបស់យើងអង្គុយនៅហ្នឹងគឺយើងថានេះហៅ先生អញ្ចឹងក្នុងករណីនេះខ្ញុំដាក់ចុចនេះបើសិនយើងស្គាល់ឈ្មោះគាត់យើងដាក់ឈ្មោះគាត់នេះមកបន្តមកដាក់先生ពីក្រោយមកតែបើក្នុងករណីយើងអត់ស្គាល់គាត់ទេគឺយើងគាត់និយាយថានេះហៅ先生មានថារុនសួស្តីលោកហើយចង់ប្រាប់បងប្អូនចង់ហៅសម្រាប់ជនជាតិចិននិងជនជាតិកូរ៉េយើងគេឲ្យយើងហៅតែតកូលទេហៅគាត់ឈ្មោះលីសៅឡុងអញ្ចឹងយើងហៅតែ Mr. Lee ឯងគឺយើងអត់ហៅឈ្មោះរបស់ខ្មែរយើងហៅតកូលថារៀងឆ្លើយអញ្ចឹងណាតែបើជនជាតិគេបើហៅឈ្មោះគេថាអត់សមរម្យបើខ្មែរយើងហៅតកូលថាអត់សមរម្យគឺឲ្យហៅឈ្មោះអញ្ចឹងវាឆ្លាស់គ្នាតោះអញ្ចឹងយើងមកមើលឃ្លាបន្តទៀតអញ្ចឹងនេះយើងនិយាយទៅកាន់គេ很高兴见到你很高兴见到你ម្ដងទៀត很高兴见到你អញ្ចឹងនៅក្នុងឃ្លីបនេះគឺ很高兴见到你គឺយើងមកប្រែថារីករាយណាស់ដែលបានជួបអ្នកយើងមកមើលឃ្លីបបន្ទាប់谢谢你邀请我来面试谢谢你邀请我来面试អញ្ចឹងនៅក្នុងឃ្លា谢谢你邀请我来面试អញ្ចឹងក្នុងឃ្លាហ្នឹងគឺយើងមកប្រែថាអរគុណដែលអ្នកអញ្ជើញខ្ញុំមកសម្ភាសតោះអញ្ចឹងយើងមកមើលឃ្លាបន្ទាប់ទៀត真的非常感谢你真的非常感谢你អញ្ចឹងនៅក្នុងឃ្លាថា真的非常感谢你នៅក្នុងឃ្លានេះគឺយើងមកប្រែថាពិតជាអរគុណអ្នកខ្លាំងណាស់តោះយើងមកមើលឃ្លាបន្តទៀត谢谢你给我面试的机会谢谢你给我面试的机会谢谢你给我面试的机会អញ្ចឹងនៅក្នុងឃ្លា谢谢你给我面试的机会អញ្ចឹងនៅក្នុងឃ្លាហ្នឹងគឺយើងមកប្រែថាអរគុណសម្រាប់ការផ្ដល់ឱកាសឲ្យខ្ញុំមកសម្ភាសឬមួយក៏អរគុណអ្នកសម្រាប់ការផ្ដល់ឱកាសឲ្យខ្ញុំមកសម្ភាសតោះអញ្ចឹងយើងមកមើលឃ្លាបន្ទាប់ទៀតគឺ和你谈话我很愉快和你谈话我很愉快អញ្ចឹងនៅក្នុងឃ្លា和你谈话我很愉快អញ្ចឹងនៅក្នុងឃ្លាហ្នឹងគឺយើងមកប្រែថាបានជជែកជាមួយអ្នកខ្ញុំពិតជារីករាយណាស់អញ្ចឹងអាឃ្លានេះអាចថាអ្នកសម្ភាសដែលគាត់និយាយជាមួយយើងគាត់និយាយថា和你谈话我很愉快មានន័យថាគាត់ជាសប្បាយចិត្តណាស់ដែលបានទៅចែកជាមួយអ្នកឬមួយក៏បានទៅចែកជាមួយអ្នកខ្ញុំពិតជារីករាយខ្លាំងណាស់តោះអញ្ចឹងយើងទៅមើលប្រយោគបន្ទាប់ទៀតតើបងប្អូននៅក្នុងប្រយោគបន្ទាប់ទៀតនេះក្នុងករណីដែលអ្នកសម្ភាសរបស់យើងគាត់និយាយមកកាន់យើងគាត់និយាយថា请介绍一下你自己请介绍一下你自己អញ្ចឹងនៅក្នុងឃ្លានេះគឺ请介绍一下你自己អញ្ចឹងក្នុងឃ្លានេះគឺយើងមកប្រែថាសូមណែនាំខ្លួនបន្តិចមកឬមួយក៏សូមណែនាំខ្លួនឯងមួយផ្លែតមកតោះអញ្ចឹងយើងមកមើលនេះយើងណែនាំខ្លួនមិនច្រើនទេបងប្អូន
បើសិនជាសម្រាប់តែយើងទៅតែចូលធ្វើការថ្មីអត់មានបទពិសោធន៍ការងារពីមុនមកការណែនាំខ្លួនគឺអត់ច្រើនទេណាតោះអញ្ចឹងយើងនេះយើងចាប់ដើមណែនាំខ្លួនណាយើងដែលជាយើងណែនាំខ្លួនណាតោះអញ្ចឹងមកអានឃ្លីទាំងអស់គ្នា你好我叫小薇我今年28岁我来自菩萨省តោះអានម្ដងទៀត你好我叫小薇បងប្អូននេះកន្លែងនេះថាវចៅកន្លែងចុចនេះបងប្អូនដាក់ឈ្មោះបងប្អូនទៅណាតទៅពេល我今年អញ្ចឹង我今年អញ្ចឹងកន្លែងអាយុនេះបងប្អូនដូរខ្លួនឯងទៅអាយុបងប្អូនប៉ុន្មានគឺដាក់ប៉ុណ្្នឹងទៅតទៅពេលកន្លែងនេះ我来自អញ្ចឹងមានខ្ញុំមកពីអញ្ចឹងខេត្តអីគឺបងប្អូនដាក់កន្លែងដោយសារនេះខ្ញុំមកពីខេត្តពោធិ៍សាត់អញ្ចឹងខ្ញុំដាក់ភូសាសឹងមានខ្ញុំមកពីខេត្តពោធិ៍សាត់អញ្ចឹងបើសិនក្នុងករណីបងប្អូនមកពីខេត្តណាអញ្ចឹងគឺបងប្អូនបដូរថាកន្លែងខាងក្រៅនេះទៅបានហើយទីហោបងប្អូនមកពីភ្នំពេញឬមួយខេត្តកណ្ដាលទីហោថាខេត្តកណ្ដាលអញ្ចឹងកានឡាសឹងអីចឹងបដូរតាមហ្នឹងទៅទីហោថាបាត់ដំបងអញ្ចឹងមកទៅវងសឹងអីចឹងណាតើយើងមកអានម្ដងទៀត你好我叫小薇我今年28岁我来自菩萨省ចឹងនៅក្នុង clear នេះគឺយើងបកប្រែថា你好គឺយើងបកប្រែថាសួស្ដី我叫小薇ឈ្មោះរបស់ខ្ញុំគឺ小薇ឬមួយខ្ញុំឈ្មោះ小薇我今年28岁我今年28岁គឺយើងបកប្រែថាឆ្នាំនេះខ្ញុំអាយុ28ឆ្នាំ我来自菩萨省អញ្ចឹង我来自菩萨省នេះគឺនៅក្នុងគ្នានេះគឺយើងបកប្រែថាខ្ញុំមកពីខេត្តពោធិ៍សាត់我来自ហ្នឹងគឺបកប្រែ3ចុះគ្នាគឺខ្ញុំមកពី来自ហ្នឹងគឺមកពីអញ្ចឹង菩萨省មកពីខេត្តពោធិ៍សាត់អូខេអញ្ចឹងយើងមកមើលឃ្លីបន្តទៀត我毕业于金边大学ម្ដងទៀត我毕业于金边大学អញ្ចឹងនៅក្នុងឃ្លី我毕业于金边大学នៅក្នុងឃ្លីហ្នឹងគឺយើងបកប្រែថាខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញខ្ញុំពីរគឺមានន័យថាបញ្ចប់ការសិក្សាអ៊ីនេះបងប្អូនគឺវាស្មើនឹងពាក្យចៃដែរគឺបកប្រែថានៅបងប្អូនតទៅពេលជីងពៀនគឺបកប្រែថាភ្នំពេញទៅពេលតាជាគឺយើងបកប្រែថាសាកលវិទ្យាល័យអញ្ចឹង4ពាក្យបូកចូលគ្នាមកជីងពៀនតាជាគឺយើងបកប្រែថាសាកលវិទ្យាល័យភ្នំពេញតែនៅក្នុងករណីបងប្អូនដាក់កន្លែងនេះថាចៃក៏អត់ខុសដែរឧទាហរណ៍ថាចេះ我毕业在金边大学ក៏ត្រូវអត់ខុសដែរអូខេតែនេះភាសាខ្ញុំដាក់ពីព្រោះខ្ញុំធ្លាប់រៀនក៏គ្រូគាត់តែងតែប្រើពាក្យនេះចូលដូចគ្នាអញ្ចឹងបើសិនក្នុងករណីបងប្អូនចង់ដាក់ពាក្យចៃក៏អត់ខុសដែរឧទាហរណ៍我毕业在金边大学អត់ខុសទេគឺដូចគ្នាបងប្អូនគិតថាប្រើមួយណាស្រួលជាងបងប្អូនប្រើមួយហ្នឹងទៅតោះអញ្ចឹងយើងមកមើលឃ្លីបន្ទាប់ទៀតគឺ我的专业是会计我的专业是会计我的គឺរបស់ខ្ញុំទៅពេល专业នេះពីពាក្យនេះ专业គឺយើងមកប្រែថាជំនាញ是គឺជា会计គឺយើងមកប្រែថាគណនេយ្យអញ្ចឹង我的专业是会计នៅក្នុងឃ្លីប្រយោគនេះគឺយើងមកប្រែថាជំនាញរបស់ខ្ញុំគឺគណនេយ្យតោះយើងមកមើលឃ្លីបន្ទាប់ទៀតគឺ我没有工作经验我没有工作经验អញ្ចឹងនៅក្នុងឃ្លី我没有工作经验អញ្ចឹងនៅក្នុងឃ្លីហ្នឹងគឺយើងមកប្រែថាខ្ញុំមិនមានបទពិសោធន៍ការងារទេនេះក្នុងករណីខ្ញុំប្រាប់បងប្អូនគឺក្នុងករណីនៅពេលដែលបងប្អូនទៅសម្ភាសមានន័យថាអត់មានបទពិសោធន៍ការងារអញ្ចឹងយើងនិយាយថា我没有工作经验តទៅពេលក្នុងករណីយើងមានបទពិសោធន៍ការងារគឺយើងនិយាយថា我曾经在一家公司当过会计员1年អញ្ចឹងគឺខ្ញុំទៅពេលឆឹងជីងពីពាក្យនេះបងប្អូនមានធ្លាប់បានទៅពេលចៃគឺនៅ4ពាក្យជាប់គ្នានេះអ៊ីជាកុងស៊ឺហ្នឹងគឺយើងបកប្រែថាក្រុមហ៊ុនមួយបងប្អូនណាទៅពេលតាំងគាត់មានធ្លាប់បានធ្វើទៅពេល会计员មានន័យថាគណនេយ្យករ1年មានថា1ឆ្នាំ
តោះយើងអានម្ដងទៀត我曾经在一家公司当过会计员1年ចឹងនៅក្នុងឃ្លាហ្នឹងគឺយើងមកប្រែថាខ្ញុំធ្លាប់បានធ្វើគណនេយ្យករ1ឆ្នាំនៅក្នុងក្រុមហ៊ុនមួយភាសាចិនពេលខ្លះវាបកបច្រាស់បដោយបងប្អូននៅសាយពេលដែលយើងបកត្រង់ចេះទៅមួយទៅវាអត់ស៊ីគ្នាចឹងបងប្អូនគិតថាបកអាណាមកទី1អាណាមកទី2គិតថាស៊ីគ្នានឹងន័យខ្មែរយើងបកទៅឧទាហរណ៍ថានេះឃើញខ្ញុំបកឯងវ៉មិនខ្ញុំទៅពេលឆឹងជាងធ្លាប់បានធ្វើអញ្ចឹងឃើញខ្ញុំបកអញ្ចេះនេះអានេះខ្ញុំបកជាវ៉នេះបងប្អូននេះបងប្អូនពាក្យវ៉គឺខ្ញុំបកទី1ទៅពេលឆឹងជាងបកទី2បន្ទាប់មានថាខ្ញុំធ្លាប់បានឃើញបន្ទាប់មកខ្ញុំបកនៅកន្លែងនេះអត់តាងកក់ខុយជីឃើញអត់កន្លែងទី3នេះតាំងកក់ខុយជីមានន័យថាខ្ញុំធ្លាប់បានធ្វើជាគណនេយ្យករបន្ទាប់មកបានបកអានេះចៃជាកុងស៊ឺនេះបានអានេះនៅក្នុងក្រុមហ៊ុនមួយឆ្នាំឬមួយក៏បងប្អូនបកអានេះទី1អានេះទី2នេះអានេះទី3អានេះទី4អានេះចុងពោចគេក៏អត់ខុសដែរអញ្ចឹងមានថាមើលខ្ញុំបកបងប្អូននេះទី1我曾经មានន័យថាខ្ញុំធ្លាប់បានធ្វើតាំងកក់ខុយជីយៀនគណនេយ្យករ1年1ឆ្នាំចៃជាកុងស៊ឺនៅក្នុងក្រុមហ៊ុនមួយឃើញអត់ខុសទេបងប្អូនមិនថាយើងបកមិនឲ្យវាស៊ីន័យបើមិនជាយើងបកត្រង់ទៅអញ្ចឹងរហូតពាក្យមួយតាមពាក្យវាគឺវាអត់ត្រូវទេចង់ថាវាចង់ថាវាមិនខុសទេប៉ុន្តែដោយសារយើងស្ដាប់ទៅវាស៊ីន័យអញ្ចឹងហ៎បងប្អូនតោះអញ្ចឹងយើងទៅមើលឃ្លីបន្ទាប់ទៀតតើបងប្អូនចង់មកមើលនេះអញ្ចឹងមិននឹងក្នុងករណីដែលយើងបានណែនាំខ្លួនឯងរួចហើយអញ្ចឹងពេលណែនាំខ្លួនឯងរួចហើយអ្នកសម្ភាសរបស់យើងហ្នឹងគាត់នឹងសួរសំណួរមួយចំនួនដែលឲ្យយើងឆ្លើយមិនថាពេលដែលយើងណែនាំខ្លួនឯងរួចហើយគាត់នឹងសួរសំណួរមួយចំនួនទៀតនេះសំណួរដែលមួយចំនួនហ្នឹងគឺប្រហែលសំណួរហ្នឹងឯងចឹងបងប្អូនមើលសំណួរហ្នឹងទាំងអស់គ្នាសំណួរទី1ខាងអ្នកសម្ភាសយើងគាត់អាចសួរយើងថានៅពេលដែលយើងណែនាំខ្លួនរួចអញ្ចឹងគាត់អាចសួរយើងថា你为什么对我们公司有兴趣你为什么对我们公司有兴趣បងប្អូនជាស្រ័យទេសារនេះខ្ញុំអត់បានបកប្រែបងប្អូនអញ្ចឹងខ្ញុំបកសុំបកពាក្យមួយឲ្យតែម្ដងនៅលើហ្នឹងអញ្ចឹងខ្ញុំប្រាប់តែម្ដងណានេះគឺខ្ញុំបកប្រែថាអ្នកអញ្ចឹងបើសិនក្នុងករណីបងប្អូនមានសភៅមានអីអញ្ចឹងបងប្អូនអាចកាត់បកប្រែខ្ញុំអាចហៅជូនមួយអញ្ចឹងណាតែបើសម្រាប់បងប្អូនណាដែលចេះខ្លះហើយគឺគាត់អត់មើលពាក្យនីមួយគឺគាត់ស្គាល់ហើយអ្នកសម្រាប់អ្នកដែលចេះខ្លះនេះគឺខ្ញុំបកប្រែថាអ្នកទៅពេល为什么3ពាក្យនេះជាប់គ្នាបងប្អូននេះ为什么ហ្នឹងគឺយើងបកប្រែថាហេតុអ្វីទួយនៅក្នុងអត្ថន័យនេះគឺយើងបកប្រែថាចំពោះ我们公司4ពាក្យនេះមានថាក្រុមហ៊ុនរបស់ពួកយើងតទៅពេល有感兴趣មានថាមានចំណាប់អារម្មណ៍អញ្ចឹងនៅក្នុងឃ្លា你为什么对我们公司有兴趣ចឹងនៅក្នុងឃ្លាហ្នឹងគឺយើងបកប្រែថាហេតុអ្វីបានជាអ្នកមានថាអានេះទី1បងប្អូនហេតុអ្វីទី2អ្នកមានថាមានចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងបកឲ្យបងប្អូនម្ដងទៀត你为什么对我们公司有兴趣នៅក្នុងនេះគឺយើងបកប្រែថាហេតុអ្វី
អ្នកមានចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុនរបស់ពួកយើងអានេះសំណួរដែលមេប្រយោគយើងអាចសួរណាអ្នកសម្ភាសតោះយើងមកមើលដល់អ្វីដែលគាត់ត្រូវសួរទៀតនេះខ្ញុំចែករំលែកនៅអ្វីដែលខ្ញុំធ្លាប់បានជួបបងប្អូនព្រោះនៅពេលដែលខ្ញុំធ្លាប់ណែនាំខ្លួនរួចគឺខាងអ្នកសម្ភាសរបស់ខ្ញុំហ្នឹងគឺគាត់មានសំណួរខ្លះដែលត្រូវសួរខ្ញុំអញ្ចឹងណាអញ្ចឹងនេះសំណួរអស់ហ្នឹងហើយដែលខ្ញុំធ្លាប់ជួបអញ្ចឹងខ្ញុំចែករំលែកជូនបងប្អូនអញ្ចឹងបន្ទាប់មកគេនឹងសួរយើងថា你以前在哪里上班你以前在哪里上班នេះគឺយើងបកប្រែថាអ្នកបងប្អូនណាតទៅពេល以前កាលពីមុន以前គឺយើងបកប្រែថាកាលពីមុនចាយគឺយើងបកប្រែថានៅណាលីពីពាក្យចូលគ្នានេះឯណាពីពាក្យចូលគ្នានេះគឺយើងបកប្រែថាធ្វើការសាំងប៉ានគឺធ្វើការបងប្អូននេះគឺអ្នកអញ្ចឹងបងប្អូនបកអាណាអានេះជាប្រយោគមួយអញ្ចឹងបកប្រែថាការពីមុនតើអ្នកអញ្ចឹងនេះទី2ណាបងប្អូនតើអ្នកធ្វើការនៅអានេះទី4បងប្អូនមើលពីមុនតើអ្នកធ្វើការនៅឯណាអានេះទី3ធ្វើការទី4អានេះទី5បងប្អូនទី5បងប្អូននេះទី5ធ្វើការនៅឯណាអញ្ចឹងនេះ现在哪里上班កន្លែងខ្លះគេនិយាយថាចៃណាលីកងជក់វាអាចផ្លាស់ប្ដូរតាមពាក្យកងជក់ហើយនឹងសឹងប៉ានក៏អត្ថន័យដូចគ្នាធ្វើការបងប្អូនអញ្ចឹងនេះ现在哪里上班នៅក្នុងឃ្លាហ្នឹងគឺយើងមកប្រែថាកាលពីមុនអ្នកធ្វើការនៅឯណាមានអាគេបញ្ជាក់ហ្នឹងគេចង់ទួយើងថាកាលមុនហ្នឹងយើងធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនណាដែរនេះក្នុងករណីដែលយើងមានបទពិសោធន៍ការងារតែបើក្នុងករណីយើងអត់មានបទពិសោធន៍ការងារគេមិនស្ទើរជាសួរយើងច្រើនទេបងប្អូននេះខ្ញុំឧទាហរណ៍ក្នុងករណីដែលយើងមានបទពិសោធន៍ការងារហើយយើងចូលទៅសម្ភាសន៍នៅក្រុមហ៊ុនគេអញ្ចឹងណាតែយើងមកមើលឃ្លាបន្តទៀតគេនឹងសួរយើងថា以前在哪工资多少以前在哪工资多少អញ្ចឹងគេសួរយើងថាពីមុនមកហ្នឹងគឺយើងធ្វើការនៅក្នុងហ្នឹងមានហាក់ណាគឺនៅនោះមានហាក់សំដៅទៅលើក្រុមហ៊ុនមួយនោះណាអញ្ចឹងគេសួរយើងថាកាលពីមុនហ្នឹងយើងធ្វើការនៅហ្នឹងប្រាក់ខែប្រហែលដែរអត្ថន័យឃ្លាហ្នឹងគឺយើងបកប្រែអញ្ចឹងវាហាអ៊ីឈិនគឺយើងបកប្រែកាលពីមុនបងប្អូនចាយបកប្រែថានៅណាទីនោះមានសំដៅទៅសួរក្រុមហ៊ុនហ្នឹងឯងក្រុមហ៊ុនដែលយើងធ្លាប់បានធ្វើការកាលពីមុនហ្នឹងកងស៊ឺប្រាក់ខែទៅពេលតសៅគឺយើងបកប្រែថាប៉ុន្មានអញ្ចឹង以前在哪工资多少អញ្ចឹងក្នុងឃ្លាហ្នឹងគឺយើងបកប្រែថាកាលពីមុននៅក្នុងហ្នឹងប្រាក់ខែប្រហែលដែរពេលខ្លះស្អីគាត់សួរកាត់អញ្ចឹងនេះខ្ញុំដាក់កាត់ដែរទៅអញ្ចឹង以前在哪工资多少មានថាកាលមុនហ្នឹងមានថាអត្តន័យគាត់គឺចង់ជួយយើងថាកាលមុនហ្នឹងយើងធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុននៅក្នុងហ្នឹងទទួលបានប្រាក់ខែប្រហែលអត្តន័យនេះគឺគាត់សួរចង់មានន័យថាអញ្ចឹងណាបងប្អូនក្នុងករណីថាមេប្រយោគយើងសួរតែភាសាចិនគាត់ចូលចិត្តនិយាយកាត់អញ្ចឹងអានេះអ្វីដែលខ្ញុំធ្លាប់ជួបអញ្ចឹងខ្ញុំមកដាក់ឲ្យបងប្អូនទៅវាងាយអញ្ចឹងដោយសារពេលខ្លះជនជាតិចិនគាត់ចូលចិត្តនិយាយកាត់ខ្លីកាលពីមុនធ្វើការនៅនោះឬមួយកាលពីមុននៅនោះប្រាក់ខែប៉ុន្មានម៉េះគាត់សំដៅលើថាកាលមុនយើងធ្វើការនៅក្រុមហ៊ុនមុននោះប្រាក់ខែប៉ុន្មានតើយើងមកមើលឃ្លីបបន្ទាប់ទៀតគឺណានៅក្នុងអត្ថន័យនេះអញ្ចឹងយើងអាចបកប្រែថាអញ្ចឹងណាបងប្អូនឆ្នាំចិនគាត់និយាយណានេះក៏ឈីបអញ្ចឹងណែឯងទៅមួយខ្ញុំអញ្ចឹងបែបអញ្ចឹងណាតទៅពេលណាលីទីនោះ
ឯណាអញ្ចឹងវាតាមអត្ថន័យផងវាហើយក៏ខុសអក្សរគ្នាដែរបើពាក្យណាលីគឺសំឡេងទី3តទៅពេលពាក្យណានេះធម្មតាឡើយនេះបកប្រែថានោះមែនបងតទៅពេលណាវាឈរនៅលើមុខនេះគឺយើងបកប្រែថាអញ្ចឹងចំណាំជនជាតិចិនគាត់ចូលចិននិយាយណានេះគាត់មកឈីបណាបបឈីឡាណាបបឈីឡាអញ្ចឹងខ្ញុំមកទៅឯងនេះចិត្តឈីបណានេះចិត្តឈីបបបកនេះឈីឡាញ៉ៃទៅខ្លួនណាខ្ញុំមកទៅខ្ញុំមកទៅជាមួយបែបចឹងតោះអញ្ចឹងយើងមកមើលឃ្លីបន្ទាប់ទៀត那你在我们公司想要工资多少អានេះក្នុងករណីបើទោះបីជាយើងអត់មានបទពិសោធន៍ឬមួយក៏មានបទពិសោធន៍ការងារក្រោយសំណួរនេះគឺ10 លើ 10គឺក្រុមហ៊ុនគេសិតទៅសួរយើងបងប្អូនមានថាគេសួរថាអញ្ចឹងអ្នកមានថាអ្នកនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំហ្នឹងគឺចង់បានប្រាក់ខែប្រហែលដែរមើលត្រូវការប្រាក់ខែប្រហែលដែរសំណួរនេះគឺគេអាចសួរយើង10 លើ 10នេះ那你在我们公司想要工资多少អ្នកគេសួរថាអញ្ចឹងគេសួរយើងមានថាអញ្ចឹងបើសិនជាអ្នកឯងធ្វើការនៅក្នុងក្រុមហ៊ុនយើងហ្នឹងតើអ្នកឯងមានន័យថាត្រូវការប្រាក់ខែចំនួនប្រមាណដែរអញ្ចឹងណាទោះមើលចង់បានប្រាក់ខែប្រមាណដែរអត្ថន័យហ្នឹងគឺយើងបកប្រែថាអញ្ចឹងណាអញ្ចឹងនេះអ្នកចៃនៅ我们公司4ពាក្យនេះបងប្អូន我们公司គឺយើងបកប្រែថាក្រុមហ៊ុនរបស់ពួកយើង想要មានត្រូវការពីពាក្យនេះ想要មានត្រូវការទៅពេល工资ប្រាក់ខែ salary បងប្អូន多少ប្រមាណអញ្ចឹងណានេះ在我们公司想要工资多少អត្ថន័យគេសួរហ្នឹងគឺចង់និយាយថាណាអញ្ចឹងបើអ្នកឯងធ្វើការនៅក្នុងអ្នកធ្វើការនៅក្នុងក្រុមហ៊ុនពួកយើងហ្នឹងតើអ្នកឯងហ្នឹងចង់បានប្រាក់ខែប្រហែលដែរតើបងប្អូនអញ្ចឹងយើងមកមើលឃ្លីបបន្តទៀតគេសួរយើងថា你家里公司远不远你家里公司远不远អញ្ចឹងក្នុងឃ្លា你家里公司远不远នៅក្នុងឃ្លាហ្នឹងគឺយើងមកប្រែថាមានតែគេសួរយើងថាតើផ្ទះផងអ្នកហ្នឹងនៅឆ្ងាយពីក្រុមហ៊ុនអត់អញ្ចឹងនេះគឺយើងបកប្រែថាអ្នកអញ្ចឹងនេះគឺយើងបកប្រែថាអ្នកទៅពេលជាគឺបកប្រែថាផ្ទះអញ្ចឹងនេះជាហ្នឹងផ្ទះអ្នកឯងពីពាក្យនេះតពេលលីហ្នឹងចម្ងាយបងប្អូនមានគេចង់សួរចម្ងាយរយៈចម្ងាយពាក្យថាលីនៅក្នុងអត្ថន័យនេះតពេលកុងស៊ឺគឺបកប្រែថាក្រុមហ៊ុនពីពាក្យនេះណាបងប្អូននេះពីពាក្យនេះគឺក្រុមហ៊ុនតពេលអត្ថន័យផ្ទួនគ្នាយួនពូយួនជាប្រយោគទំនួលសាគេផ្ទួនយួនពូយួនមានន័យឆ្ងាយមិនឆ្ងាយអញ្ចឹងណាតែគេបកតម៉ាត់ដែរបងប្អូនគេថាឆ្ងាយតែវាជាប្រយោគសំណួរហើយវាយើងនិយាយឈីណែទៅអត់ទៅអាបែបអញ្ចឹងស៊ីហ៊ុនពូស៊ីហ៊ុនបែបជួយផ្ទួនអញ្ចឹងជនជាតិចិនណោះអញ្ចឹងយើងមកមើលបងប្អូនគ្នាគឺនេះបកប្រែថាអ្នកទៅពេលជាបកប្រែថាផ្ទះទៅពេលនេះជាបូកចូលគ្នាគឺផ្ទះរបស់អ្នកទៅពេលពាក្យថាលីយើងមកប្រែថាចម្ងាយឬរយៈចម្ងាយណាអញ្ចឹងនៅក្នុងឃ្លានេះជាលីកុងស៊ឺយួនពូយួនមានថាគេសួរយើងហ្នឹងក្នុងអត្ថន័យថាគេសួរយើងថាតើផ្ទះរបស់អ្នកហ្នឹងឆ្ងាយពីក្រុមហ៊ុនអត់បែបចឹងណានៅក្នុងអត្ថន័យហ្នឹងគឺយើងបកប្រែថាអញ្ចឹងតើយើងមកមើលឃ្លីបបន្តទៀតគឺ从你家到公司几公里នេះគេអាចសួរយើងណានៅក្នុងឃ្លានេះបងប្អូន从你家到公司几公里ម្ដងទៀត从你家到公司几公里ពាក្យថាឆុងគឺចាប់ពីនេះគឺអ្នក
ទៅពេលជាផ្ទះទៅគឺដល់ណាបងប្អូនទៅដល់មួយដល់កុងស៊ឺក្រុមហ៊ុន GG ប៉ុន្មាន កុងលីគីឡូនេះគេបញ្ជាក់ទៅលើគីឡូម៉ែត្រគីឡូអីណាបងប្អូនកុងលីអញ្ចឹង从你家到公司几公里នៅក្នុងឃ្លានេះក៏យើងបកប្រែថាគេសួរយើងថាចេះតើចាប់ពីផ្ទះរបស់អ្នកមកដល់ផោះក្រុមហ៊ុនហ្នឹងមានចម្ងាយប្រហែលគីឡូដែរអញ្ចឹងណាចឹងក្នុងឃ្លាហ្នឹងគេបកប្រែថាអញ្ចឹងបងប្អូនឆុងហ្នឹងមករយៈចម្ងាយគឺចាប់ពីយើងបកប្រែថាចាប់ពីដល់2នេះហ្នឹងគឺអ្នកទៅពេលនេះជាផ្ទះរបស់អ្នកទៅហ្នឹងមកដល់កុងស៊ឺក្រុមហ៊ុនជីប៉ុន្មានកុងលីគីឡូអញ្ចឹងដល់ជីកុងលីប្រហែលគីឡូអញ្ចឹងនៅក្នុងឃ្លាថា从你家到公司几公里គេសួរយើងថាតើពីផ្ទះរបស់អ្នកមកដល់ក្រុមហ៊ុនហ្នឹងមានចម្ងាយប្រហែលគីឡូដែរតើយើងមកមើលឃ្លាបន្ទាប់ទៀតគឺ你想申请什តោះយើងមកមើលឃ្លាបន្ទាប់ទៀតគឺ你想申请什么岗位你想申请什么岗位ចិនខ្លះគេប្រើពាក្យថាកង់វេបើពាក្យភាសាចិនមួយទៀតគេនិយាយពាក្យថា职位បងប្អូន职位ហ្នឹងក៏យើងបកប្រែថាមុខងារឬមួយក៏តួនាទីដូចគ្នាដូចវាស្មើនឹងពាក្យថាកង់វេដែរចិនខ្លះគាត់ចូលចិត្តនិយាយពាក្យថាកង់វេចិនខ្លះគាត់ចូលចិត្តនិយាយពាក្យថា职位អញ្ចឹងយើងមកមើលឃ្លាប្រយោគនេះគឺ你想申请什么岗位ម្ដងទៀត你想申请什么岗位你想申请什么岗位អញ្ចឹងនៅក្នុងឃ្លានេះគឺយើងមកប្រែថាចេះគេសួរយើងថាតើអ្នកឯងចង់ស្នើនៅលើមុខតំណែងអ្វីអញ្ចឹងក្នុងឃ្លាហ្នឹងនេះអ្នកទៅពេលសៀងចង់សៀងនៅក្នុងនេះវាបកកាច់តាមអត្ថន័យអញ្ចឹងប្រាប់បងប្អូនហើយថាពាក្យថាសៀងគឺយើងមកប្រែថានឹកគិតចង់វាបដូរទៅតាមអត្ថន័យផងវាបើយើងប្រើនៅកន្លែងផ្សេងគឺវាបកប្រែថាគិតប្រើនៅកន្លែងមួយទៀតនេះអញ្ចឹងគឺយើងសំខាន់គឺយើងមើលទៅតាមកលៈទេសៈអញ្ចឹងពាក្យសៀងវាមានអត្ថន័យ3នឹកគិតចង់អញ្ចឹងក្នុងឃ្លានេះគឺយើងមកប្រែថាចង់តទៅពេលសិនឈៀងនេះពីពាក្យនេះបងប្អូនសិនឈៀងគឺយើងមកប្រែថាស្នើឬមួយក៏ស្នើសុំឬមួយក៏ស្នើ什么អ្វីតទៅពេលពាក្យពីរនេះកាវ៉ៃគឺយើងមកប្រែថាតួនាទីឬមួយក៏មុខតំណែងអញ្ចឹងក្នុងឃ្លា你想申请什么岗位នៅក្នុងឃ្លា你想申请什么岗位នៅក្នុងឃ្លាហ្នឹងក៏យើងមកប្រែថាតើអ្នកចង់ស្នើទៅលើមុខតំណែងអ្វីដែរបន្ទាប់មកនេះសំណួរដែលគេអាចនឹងសួរយើងដែរ你结婚没有你គឺបកប្រែថាអ្នក结婚នេះពីរនេះបងប្អូនយើងមកប្រែថារៀបការ没有វាជាប្រយោគសំណួរមានថាគេសួរយើងណែរៀបការនៅបែបចឹងណាណែរៀបការនៅ你结婚没有你结婚没有អញ្ចឹងក្នុងឃ្លា你结婚没有គឺយើងមកប្រែថាតើអ្នករៀបការរួចនៅនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូតាក់ទងជាមួយនឹងចម្លើយដែលយើងត្រូវឆ្លើយទៅលើសំណួរទាំងអស់នេះជូនបងប្អូន
ជួបគ្នានៅវីដេអូក្រោយ